ល្ងាចមិញខ្ញុំជជែកជាមួយអាយដាមសៀសីថាអាយដាមដុំសវត្ថដែលទទួលខុសត្រូវក្នុងការសូមឲ្យរៀបចំឆ្លាក់នៅព្រឹត្តិការណ៍នៃសង្គ្រាមការពារអធិបតេយ្យជាតិនៅឆ្នាំ2025នេះផងដាក់នៅលើនឹងដើម្បីទុកជាព្រោះវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់យើងអញ្ចឹងយើងនឹងរៀបចំមួយទៀតកុំឲ្យឆ្លាក់ទិដ្ឋភាព3យកគំរូពីគំនូសដែលប្រជាជនយើងស្ម័គ្រចិត្តដំបូងនៅសៀមរាបគូសគំនូសហើយឥឡូវរៀបនៅ Walk Street កញ្គូសគំនូសទិដ្ឋភាព3ទី1គឺទិដ្ឋភាពនៃការជឿចាប់នៃសង្គ្រាមជាតិជនភៀសសឹកផ្សេងការស្លាប់របួសកងទ័ពប្រជាជនស៊ីវិលទី2គឺឆ្លាក់បង្ហាញអំពីវីរភាពអង់អាចក្លាហានរបស់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដីហើយទី3គឺរូបភាពនៃចលនាមហាគ្រួសារខ្មែរប្រជាពលរដ្ឋទូទាំងពិភពលោកមិនមែនប្រជាពលរដ្ឋខ្មែរតែនៅក្នុងប្រទេសទេគ្រប់និន្នាការនយោបាយគ្រប់សាសនាចូលរួមគ្រប់គ្រងទៅដល់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថរបស់យើងដែលការពារទឹកដីទិដ្ឋភាព3នេះត្រូវដាក់ចាក់នៅក្នុងប្រវត្តិសាស្ត្រហើយយើងធ្វើរូបភាពគំនូខ្ញុំឲ្យគិតគូរព្រោះអានឹងទុកយូរគាត់បានទៅរៀបចំពិធីយ៉ាងណាខ្ញុំបានព្រោះគ្រួសារខ្ញុំគាត់ទៅឲ្យថារក្សារូបគំនូនោះឲ្យបានល្អកុំឲ្យតិចទៀតវាខូចបាត់ព្រោះមានរបៀបថែប៉ុន្តែសំខាន់ឆ្លាក់វានៅលើវាមានឈ្នះតែម្ដងដើម្បីទុកជាគេដំណើររាប់រយឆ្នាំតទៅទៀតជាប្រវត្តិសាស្ត្ររបស់យើង